មហាយៈចិនភូមិសាស្ត្រនយោបាយនៃប្រទេសចិនសៀវភៅនេះជាកម្រងអត្ថបទវិភាគដែលខ្ញុំបានសរសេរសម្រាប់ចាក់ផ្សាយតាមវិទ្យុបារាំងអន្តរជាតិ RFA ក្នុងកម្មវិធីភូមិសាស្ត្រនយោបាយហើយនេះគឺជាការបោះពុម្ពលើកទី2ដោយការបោះពុម្ពលើកទី1ត្រូវបានធ្វើឡើងក្នុងឆ្នាំ2008ដោយវិទ្យាស្ថានរយមនៅក្នុងសៀវភៅបោះពុម្ពលើកទី2នេះខ្ញុំបានសរសេរអត្ថបទខ្លះឡើងវិញនិងបានបន្ថែមអត្ថបទថ្មីមួយចំនួនត្បិតបើប្រៀបធៀបទៅនឹងឆ្នាំ2008ស្ថានភាពនៅប្រទេសចិនក៏ដូចជាអាស៊ីមានការប្រែប្រួលមិនតិចទេក៏ដូចក្នុងសៀវភៅបោះពុម្ពលើកទី1ដែរលើកនេះខ្ញុំបានបន្តរក្សាធាតុដើមនៃអត្ថបទនោះគឺរចនាបថនៃការសរសេរសម្រាប់ផ្សាយតាមវិទ្យុពីព្រោះខ្ញុំយល់ឃើញថាភាសានិយាយវារស់រវើកងាយយល់និងមិនបង្កឲ្យមានការធុញថប់ដោយភាសាសរសេរទោះបីជាវេយ្យាករណ៍អាចខុសឆ្គងបន្តិចបន្តួចក្តីដែលឡែកសូមបញ្ជាក់ថាដើមដំបូងខ្ញុំគ្មានបំណងចង់ប្រម៉ែប្រមូលអត្ថបទទាំងនេះមកចងក្រងជាសៀវភៅនោះទេពីព្រោះថាសុទ្ធសឹងតែជាអត្ថបទសរសេរសម្រាប់អ្នកស្ដាប់វិទ្យុមិនមែនសម្រាប់អ្នកអានម្ល៉េះហើយខ្ញុំមិនបានយកចិត្តទុកដាក់សោះឡើយទៅលើអក្ខរវិរុទ្ធនិងរចនាបថខ្ញុំបានឲ្យតម្លៃទៅលើអត្ថន័យនិងអត្ថរសធ្វើយ៉ាងណាឲ្យតែងាយស្រួលស្ដាប់និងឆាប់យល់ការវិភាគភូមិសាស្ត្រនយោបាយពឹងផ្អែកខ្លាំងទៅលើបច្ចុប្បន្នភាពក្តៅគគុកម្ល៉េះហើយសៀវភៅស្ដីអំពីប្រធានបទនេះគឺទុកយូរមិនបានត្រូវតែកម្ដៅវាឡើងវិញរហូតដើម្បីតាមទាន់សភាពការខ្ញុំមិនបានចាត់ទុកខ្លួនឯងជាអ្នកនិពន្ធខ្ញុំគ្រាន់តែជាអ្នកសារព័ត៌មាននិយាយវិទ្យុមានថ្វីមាត់ជាងថ្វីដៃតែប៉ុណ្ណោះក្រោយមកខ្ញុំចាប់ផ្ដើមយល់ថាចងក្រងអត្ថបទវិភាគនេះជាសៀវភៅជាការមានប្រយោជន៍ច្រើនយ៉ាងម្យ៉ាងជាការបំពេញចិត្តអ្នកស្ដាប់វិទ្យុ RFE មួយចំនួនតែក្រោយពីការស្ដាប់កម្មវិធីភូមិសាស្ត្រនយោបាយហើយចេះតែទូរស័ព្ទផ្ញើលិខិតនិងអ៊ីមែលមកសុំអត្ថបទទាំងនេះរបស់ខ្ញុំទុកជាឯកសារម្យ៉ាងទៀតជាការជួយផ្ដល់ចំណេះដឹងដល់និស្សិតខ្មែរណាដែលគ្មានលទ្ធភាពអានឯកសារនិងសៀវភៅជាភាសាបរទេសដើម្បីស្វែងយល់អំពីគន្លឹះសំខាន់នៃទំនាក់ទំនងអន្តរជាតិនិងអំពីយន្តការដ៏សែនស្មុគស្មាញនៃភូមិសាស្ត្រនយោបាយម្យ៉ាងចុងក្រោយការប្រម៉ែប្រមូលចងក្រងអត្ថបទរប៉ាត់រប៉ាយទាំងអស់នេះទុកក្នុងសៀវភៅតែមួយអាចជាវិភាគទានមួយរបស់ខ្ញុំក្នុងការជួយបើកចំហចិត្តគំនិតកូនខ្មែរឲ្យរឹងរិតតែទូលាយឲ្យយល់ឃើញថាមិនមែនមានតែបញ្ហាខ្មែរយូននិងសៀមមួយទេដែលតាក់ទងទៅនឹងប្រទេសកម្ពុជាក្នុងទ្វីបអាស៊ីបច្ចុប្បន្ននិងឲ្យដឹងថាក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងអន្តរជាតិគ្មានទេសត្រូវគ្មានទេមិត្តមានតែប្រយោជន៍មួយគត់ខ្ញុំក៏ឆ្លៀតបញ្ជាក់ប្រាប់លោកអ្នកនាងមិត្តអ្នកស្ដាប់ថាកម្រងអត្ថបទវិភាគទាំងនេះមិនមែនជាចំណេះដឹងឬនិក្ខេបបទថ្នាក់បណ្ឌិតអ្វីទេតែជានិពន្ធលបងនយោបាយទៅវិញទេនិយាយបែបផ្សេងវាជាសំយោគនៃការពិចារណារបស់ខ្ញុំទៅលើភូមិសាស្ត្រនយោបាយនៃប្រទេសចិនក្រោយពីខ្ញុំបាននឹងកំពុងបន្តតាមដានសង្កេតមើលការលេចត្រដែតឡើងនៃមហាយៈអាស៊ីមួយនេះនៅលើឆាកអន្តរជាតិក្នុងរយៈពេលជាង2ទសវត្សរ៍ចុងក្រោយនេះខ្ញុំសង្ឃឹមថាក្រៅពីជួយពន្យល់បំភ្លឺសៀវភៅនេះនឹងធ្វើឲ្យលោកអ្នកកាន់តែចេះឆ្ងល់និងកាន់តែចេះចង់ដឹងបន្ថែមអំពីការវិវត្តទៅនៃស្ថានភាពទូទៅនៅប្រទេសចិនក្នុងទ្វីបអាស៊ីនិងពិភពលោកកាលបវត្តសង្គ្រាមស៊ីវិលឆ្នាំ1921គណៈបកកុម្មុយនីសចិនត្រូវបានបង្កើតឡើងនៅសៀងហៃនៅថ្ងៃទី1ខែកក្កដា Chen Duqiu ក្លាយជាអគ្គលេខានៃបកទន្ទឹមនឹងនោះ
សុនយ៉ាក់សេនដែលជាស្ថាបនិកនៃបកកូមីងតាំងបានបង្កើតរដ្ឋាភិបាលជាតិនិយមនៅខាតុនឆ្នាំ 1925 សុនយ៉ាក់សេនស្លាប់ចាងកាយជាក្លាយជាមេដឹកនាំកូមីងតាំងឆ្នាំ 1927 កងទ័ពជាតិនិយមរបស់ចាងកាយជាកាប់សម្លាប់រង្គាលពួកកុម្មុយនីសនិយមនៅសៀងហៃក្នុងខែមេសាពួកកុម្មុយនីសងើបបះបោរនៅណាងចាងឬជាងស៊ីនៅថ្ងៃទី 1 ខែសីហាពួកកុម្មុយនីសបង្កើតកងទ័ពក្រហមឆ្នាំ 1928 ចាងកាយជាបង្កើតរដ្ឋាភិបាលជាតិនិយមនៅណានគិននៅថ្ងៃទី 10 ខែតុលាឆ្នាំ 1931 កងទ័ពជប៉ុនចូលកាន់កាប់ណានជូរីនៅខែកញ្ញានៅថ្ងៃទី 7 ខែវិច្ឆិកាម៉ៅសេតុងបានបង្កើតសាធារណរដ្ឋសង្គមនិយមនៅជាងស៊ី 1932 ដល់ 1933 កងទ័ពជប៉ុនចូលកាន់កាប់សៀងហៃ 1934 ដើម្បីរួចផុតពីការកាប់សម្លាប់របស់ទ័ពជាតិនិយមរបស់ចាងកាយជាពួកកុម្មុយនីសដឹកនាំដោយម៉ៅសេតុងផ្ដើមដំណើរវែងឆ្ងាយឆ្ពោះទៅទឹកដីសានស៊ីខែតុលាមួយឆ្នាំក្រោយមកពួកកុម្មុយនីសតែ 8,000 នាក់ប៉ុណ្ណោះក្នុងចំណោម 10,000 នាក់នៅរស់រានមានជីវិតនិងធ្វើដំណើរទៅដល់ទីដៅ 1935 ម៉ៅសេតុងក្លាយជាប្រធានបកកុម្មុយនីសចិន 1937 ពួកកុម្មុយនីសនិងពួកជាតិនិយមគ័រមីងតាំងសម្រេចបញ្ចប់សង្គ្រាមស៊ីវិលនៅថ្ងៃទី 10 ខែកុម្ភៈដើម្បីពូតដៃគ្នាបណ្ដេញកងទ័ពជប៉ុនចេញពីទឹកដីចិនកងទ័ពជប៉ុនចូលកាន់កាប់ណានគិនហើយកាប់សម្លាប់ប្រជាជនអស់ជិត 20,000 នាក់ 1938 វូហាននិងកងតុងធ្លាក់នៅក្នុងកាតាបដៃទ័ពជប៉ុនរដ្ឋាភិបាលចិនភៀសខ្លួនទៅឆុងឈីងឬស៊ីឈួន 1940 រដ្ឋាភិបាលចិនរណបជប៉ុនមួយត្រូវបានបង្កើតឡើងនៅណានគិននៅថ្ងៃទី 20 ខែមីនា 1941 ទ័ពកូមីងតាំងរបស់ចាងកាយជាវាយប្រហារទៅលើទ័ពកុម្មុយនីសនៅអានហ៊ូនិងធ្វើការកាប់សម្លាប់មេទ័ពកុម្មុយនីសជាច្រើននាក់បន្ទាប់មកជប៉ុនចាប់ផ្ដើមសង្គ្រាមលោកលើកទី 2 ដោយវាយប្រហារទៅលើសហរដ្ឋអាមេរិកនៅ Pearl Harbor 1941 ដល់ 1943 គ្រោះទុរភិក្សបណ្ដាលឲ្យប្រជាជនចិនស្លាប់អស់ជាង 2 លាននាក់នៅហ៊ីណាន 1945 ជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី 2 នៅថ្ងៃទី 15 ខែសីហាកិច្ចចរចារវាងម៉ៅសេតុងនិងចាងកាយជាទទួលបានបរាជ័យបណ្ដាលឲ្យមានសង្គ្រាមស៊ីវិលរវាងពួកកុម្មុយនីសនិងពួកជាតិនិយមគ័រមីងតាំងដោយចាប់ផ្ដើមឡើងវិញនៅខែកក្កដាឆ្នាំ 1946 1949 ពួកជាតិនិយមគ័រមីងតាំងចាញ់សង្គ្រាមហើយភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ម៉ៅសេតុងប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនហើយក្លាយជាប្រធានាធិបតីកសាងសង្គមកុម្មុយនីសតាមរយៈបដិវត្តន៍វប្បធម៌ 1950 ចិននិងសហភាពសូវៀតចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពជួយគ្នានឹងការពារគ្នាទៅវិញទៅមកនៅថ្ងៃទី 14 ខែកុម្ភៈនៅទីក្រុងមូស្គូសង្គ្រាមកូរ៉េផ្ទុះឡើងនៅថ្ងៃទី 25 ខែឧសភាចិនបានបញ្ជូនទាហានស្ម័គ្រចិត្តចំនួន 70,000 នាក់ទៅជួយកូរ៉េខាងជើងក្នុងខែតុលា 1951 រដ្ឋអំណាចអនុម័តច្បាប់ដាក់ទោសពួកប្រឆាំងបដិវត្តន៍នៅថ្ងៃទី 21 ខែកុម្ភៈនិងចាប់ផ្ដើមវាយបង្ក្រាបទៅលើពួកសត្រូវបដិវត្តន៍ទាំងនេះ 1953 សង្គ្រាមកូរ៉េចប់នៅខែកក្កដាបន្ទាប់មករដ្ឋអំណាចចិនចាប់ផ្ដើមអនុវត្តផែនការ 5 ឆ្នាំដែលឲ្យតម្លៃទៅលើវិស័យឧស្សាហកម្មដោយយកគំរូតាមសហភាពសូវៀត 1954 ចិនចូលរួមក្នុងសន្និសីទទីក្រុង Geneva ដែលបញ្ចប់សង្គ្រាមឥណ្ឌូចិននៅខែមេសា នៅខែកញ្ញារដ្ឋសភាប្រជាមានិតអនុម័តរដ្ឋធម្មនុញ្ញទី 1 បង្អស់នៃសាធារណរដ្ឋប្រជាមានិតចិន 1955
សន្និសីទមិនចូលបកសម្ព័ន្ធប្រព្រឹត្តទៅនៅបានដុងប្រទេសឥណ្ឌូនេស៊ីនៅខែមេសាបន្ទាប់មកទៀតចិនមានតួនាទីធំក្នុងនាមជាអ្នកដឹកនាំប្រទេសតន្ត្រីលោកប្រធានម៉ៅសេតុងបានបញ្ជាឲ្យបង្កើនល្បឿននៃសមូហកម្មដីស្រែចម្ការឆ្នាំ1956រដ្ឋអំណាចផ្ដើមធ្វើជាតូបនីយកម្មរោងចក្រនិងក្រុមហ៊ុននានានៅតាមទីក្រុងធំចិនសម្រេចចិត្តឃ្លាតឆ្ងាយបន្តិចម្ដងពីសហភាពសូវៀតក្រោយពីគណបក្សកុម្មុយនីសសហភាពសូវៀតបរិហារឧក្រិដ្ឋកម្មរបស់ស្តាឡាញដែលបានស្លាប់នៅឆ្នាំ1953 យុទ្ធនាការបុប្ផាមួយទងផ្ដើមឡើងទូទាំងប្រទេសនៅខែមីនានោះគឺការជំរុញឲ្យមានការតស៊ូមតិដោយសេរីភាពក្នុងសង្គមនៅខែមិថុនារដ្ឋអំណាចវាយបកវិញដោយតាមចាប់ពួកស្ដាមនិយមដែលបាននិយាយរិះគន់នៅក្នុងយុទ្ធនាការបុប្ផាមួយទង1958គណៈបក្សកុម្មុយនីសចិនអនុម័តនយោបាយមហាលោតផ្លោះនៅខែឧសភានោះគឺបានបង្កើតសន្ទុះបដិវត្តតាមរយៈសហករណ៍និងសមូហកម្មដើម្បីបំបត្តិឲ្យអស់រលីងនៅកម្មសិទ្ធិឯកជននយោបាយមហាលោតផ្លោះបណ្ដាលឲ្យមានគ្រោះទុរភិក្សទូទាំងប្រទេស1959កងទ័ពចិនវាយបង្ក្រាបការបះបោរនៅទីបេដាឡៃឡាម៉ាភៀសខ្លួនទៅឥណ្ឌារីឯលីវសូឈីក្លាយទៅជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនជំនួសលោកម៉ៅសេតុងនៅខែមេសាក្រោយពីនយោបាយមហាលោតផ្លោះចិនបានជួបវិបត្តិធ្ងន់ធ្ងរ1960ចិននិងសូវៀតផ្ដើមមើលមុខគ្នាឡើងចំរហូតដល់ផ្ដាច់ទំនាក់ទំនងនឹងគ្នានៅឆ្នាំ1963គ្រោះទុរភិក្សបណ្ដាលឲ្យមានការស្លាប់រាប់លាននាក់ទូទាំងប្រទេសក្នុងរយៈពេលតែ3ឆ្នាំប៉ុណ្ណោះ1962គណៈបក្សកុម្មុយនីសចិនទទួលស្គាល់ជាផ្លូវការបរាជ័យនៃនយោបាយមហាលោតផ្លោះហើយបញ្ជាឲ្យចាប់ផ្ដើមកាត់បែងចែកដីស្រែចម្ការប្រគល់ទៅប្រជាកសិករវិញសង្គ្រាមចិននិងឥណ្ឌាបានផ្ទុះឡើងនៅខែតុលានិងចប់ទៅវិញនៅខែវិច្ឆិកាដោយឥណ្ឌាជាអ្នកចាញ់1964ចិនសាកល្បងពិសោធន៍អាវុធនុយក្លេអ៊ែរ1966ម៉ៅសេតុងផ្ដើមបង្កើតឥទ្ធិពលខ្លួនឯងឡើងវិញតាមរយៈបដិវត្តន៍វប្បធម៌ដោយប្រើប្រាស់កម្លាំងយុវជននិងយុវនារីទៅតាមទីក្រុងធំពលគឺពួកឆ្មាំក្រហមចាប់ធ្វើបាបនិងសម្លាប់ពួកបញ្ញវន្តពួកស្ដាមនិយមពួកប្រជាតិកិរិយា1968លោកម៉ៅសេតុងបានបញ្ជាឲ្យមេទ័ពលីនពីវវាយបង្ក្រាបពួកឆ្មាំក្រហមវិញម្ដងយុវជននិងយុវនារីពី16ទៅ20លាននាក់ត្រូវបានបញ្ជូនទៅកសាងខ្លួននៅតាមស្រុកស្រែចម្ការ1969បក្សកុម្មុយនីសចិនរួមប្រជុំសមាជលើកទី9នៅខែមេសាទទួលស្គាល់ជាថ្មីនៅទូនាទីដ៏សែនសំខាន់របស់ម៉ៅសេតុងហើយបញ្ជាក់ថាលៀនពីវជាអ្នកដែលនឹងឡើងស្នងអំណាចជាផ្លូវការក្នុងគ្រាអនាគតពីម៉ៅសេតុងអន្តរកាលសេរីកម្មនិងការវាយបង្ក្រាប1971អង្គការសហប្រជាជាតិទទួលចិនកុម្មុយនីសជាសមាជិកឲ្យអង្គុយអាសនៈរបស់តៃវ៉ាន់និងឲ្យចិនដែលជាមហាអំណាចនុយក្លេអ៊ែរក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខលៀនពីវដែលគេសង្ស័យថាចង់រំលំម៉ៅសេតុងបានភៀសខ្លួនចេញពីប្រទេសតែត្រូវស្លាប់ដោយសារការធ្លាក់យន្តហោះ1972ប្រធានាធិបតីអាមេរិកកាំង Richard Nixon បំពេញទស្សនកិច្ចនៅចិនក្នុងឱកាសនោះសហរដ្ឋអាមេរិកទទួលស្គាល់គោលការណ៍នៃប្រទេសចិនតែមួយចិននិងជប៉ុនសម្រួលទំនាក់ទំនងទូតនឹងគ្នាឡើងវិញ1973អ្នកដឹកនាំក្រាក់មួយចំនួនដែលបានបាត់បង់មុខតំណែងកាលពីបដិវត្តន៍វប្បធម៌ត្រូវបានឲ្យចូលជាសមាជិកកុម្មុយនីសវិញក្នុងនោះរួមមានតេងស៊ូពីងដែរ
1975 នាយករដ្ឋមន្ត្រីចិន Zhou Enlai ប្រកាសកម្មវិធីទំនើបកម្មទាំង4 គោលដៅគឺអូសទាញប្រទេសចិនចេញពីមហន្តរាយនៃវិបត្តិវប្បធម៌ Deng Xiaoping ត្រូវបានតែងតាំងជាអនុប្រធាននៃគណបក្សកុម្មុយនីសនៅកោះតៃវ៉ាន់វិញចាងកៅជៀកស្លាប់ដោយបន្តដោយកូនប្រុសរបស់គាត់ឈ្មោះចាងជៀនគូ 1976 Zhou Enlai ស្លាប់នៅថ្ងៃទី 8 ខែមករា Deng Xiaoping ត្រូវបានដកចេញពីតំណែងនៅថ្ងៃទី 7 ខែមេសា និងបានដាក់ជំនួសដោយ Ho Guofeng ម៉ៅសេតុងបានស្លាប់នៅថ្ងៃទី 9 ខែកញ្ញា 1977 Deng Xiaoping វិលមកកាន់អំណាចវិញនៅក្រោយសមាជលើកទី 11 របស់បក្សកុម្មុយនីសចិនប្រកាសបញ្ចប់ជាផ្លូវការនៅបដិវត្តន៍វប្បធម៌នៅខែសីហា 1978 Deng Xiaoping ប្រជែងកម្លាំងនយោបាយឈ្នះ Ho Guofeng ក្លាយទៅជាបរិះខ្លាំងនៃប្រទេសហើយប្រកាសផ្ដើមធ្វើកំណែទម្រង់សេដ្ឋកិច្ច 1979 កងទ័ពចិនវាយលុកទៅលើវៀតណាមដើម្បីទុកជាមេរៀន ត្បិតវៀតណាមបានរំលំរបបខ្មែរក្រហមនៅប្រទេសកម្ពុជា 1980 សាវស៊ីយ៉ាង ក្លាយជានាយករដ្ឋមន្ត្រីនៅខែកញ្ញា តុលាការចាប់ផ្ដើមកាត់ក្តីបកពួកទាំង 4 នាក់ ដែលគេចាត់ទុកថាជាអ្នកដែលជំរុញឲ្យម៉ៅសេតុងធ្វើបដិវត្តន៍វប្បធម៌ក្នុងនោះរួមមានជាអាចភរិយាមេម៉ាយរបស់លោកប្រធានម៉ៅសេតុង 1982 រដ្ឋអំណាចអនុម័តរដ្ឋធម្មនុញ្ញថ្មីជារដ្ឋធម្មនុញ្ញទី 4 តាំងពីឆ្នាំ 1949 1984 ចិននិងអង់គ្លេសចុះកិច្ចព្រមព្រៀងជុំវិញការប្រគល់ហុងកុងទៅឲ្យចិន 1986 ហួយយ៉ាវបាង អគ្គលេខាបកគាំទ្រសេរីភាពបញ្ចេញមតិហើយនឹងកំណែទម្រង់នយោបាយ ម្ល៉េះហើយពួកនិស្សិតនាំគ្នាចេញធ្វើបាតកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅសៀងហៃនិងណានគីននិងនៅភីគីន 1987 Deng Xiaoping ប្រកាសថ្កោលទោសបាតកម្ម រីឯហួយយ៉ាវបាងត្រូវចេញពីតំណែងដាក់ជំនួសដោយសាវស៊ីយ៉ាង ការវាយបង្ក្រាបប្រព្រឹត្តទៅនៅតាមសាកលវិទ្យាល័យ លីពីងក្លាយជានាយករដ្ឋមន្ត្រីនៅខែវិច្ឆិកា ការបោះបោបានកើនឡើងនៅទីបេនិងបន្តរហូតដល់ឆ្នាំ 1989 1989 ហួយយ៉ាវបាងស្លាប់នៅខែមេសា បណ្ដាលឲ្យបាតកម្មរបស់និស្សិតកើនឡើងនៅទីលានធានអាមែន ពេលនោះDeng Xiaoping បានបញ្ជាឲ្យវាយបង្ក្រាប ហើយនៅយប់ថ្ងៃទី 3 ឆ្លងចូលថ្ងៃទី 4 ខែមិថុនា កងទ័ពបានធ្វើអន្តរាគមន៍និងមានមនុស្សស្លាប់ពី 1000 ទៅ 3000 នាក់ សាវស៊ីយ៉ាងត្រូវបានដកចេញពីតំណែងដាក់ជំនួសដោយជៀងស៊ីមីន នៅក្រោយព្រឹត្តិការណ៍ធានអាមែន 1992 នៅខែមករា Deng Xiaoping ប្រកាសផ្ដល់សន្ទុះថ្មីដល់កំណែទម្រង់សេដ្ឋកិច្ច បរិះខ្លាំងរូបនេះពង្រឹងអំណាចនយោបាយរបស់ខ្លួននៅខែតុលានាឱកាសសមាជលើកទី 14 1993 ពាក្យថាសេដ្ឋកិច្ចសង្គមនិយមទីផ្សារត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស 1996 នៅតៃវ៉ាន់ជាលើកទី 1 បង្អស់ប្រធានាធិបតីត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជាសកល នៅខែមីនាទីក្រុងប៉េកាំងបាញ់សាកល្បងកាំជ្រួចមីស៊ីលនៅផ្ទៃសមុទ្រ Formos ជាហេតុធ្វើឲ្យមានភាពតានតឹងកើតឡើងរវាងចិននិងសហរដ្ឋអាមេរិក 1997 Deng Xiaoping ស្លាប់នៅថ្ងៃទី 19 ខែកុម្ភៈ ចាងស៊ីមីងក្លាយទៅជាបរិះខ្លាំងនៃប្រទេសក្រោយពីសមាជលើកទី 15 របស់បក នៅថ្ងៃទី 1 ខែកក្កដាប្រទេសអង់គ្លេសប្រគល់ហុងកុងទៅឲ្យចិនវិញ 1998 ស៊ូរុងជីក្លាយទៅជានាយករដ្ឋមន្ត្រីនៅខែមីនាសន្យាថាធ្វើកំណែទម្រង់សេដ្ឋកិច្ចជួនចំពេលមួយដែលវិបត្តិសេដ្ឋកិច្ចអាស៊ីផ្ទុះឡើង
ប៉ុន្តែប្រទេសចិនរងវិបត្តិតិចតួចតែប៉ុណ្ណោះ1999ថ្ងៃទី25ខែមេសាសមាជិកនិកាយសាសនាហ្វាលុនកុងប្រមាណជាង 10,000 នាក់ធ្វើបាតកម្មនៅទីស្នាក់ការរបស់រដ្ឋាភិបាលនៅទីក្រុងប៉េកាំងនៅខែឧសភាកងទ័ពជើងអាកាសរបស់អូតង់ច្រឡំទម្លាក់គ្រាប់បែកលើស្ថានទូតចិននៅ Belgrade ប្រទេសស៊ើប៊ីនៅថ្ងៃទី20ធ្នូប្រទេសប៉ូទុយហ្គាល់ប្រគល់ម៉ាកាវទៅឲ្យចិនវិញនៅឆ្នាំ2000ចិនស៊ីវពីនអ្នកទាមទារឯករាជ្យនិយមជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់នៅខែមីនាប្រជាកសិករចិននៅប៉ែកខាងត្បូងនៃប្រទេសបានធ្វើបាតកម្មពេញមួយខែកក្កដាឆ្នាំ2001វិបត្តិទូតកើតឡើងជាមួយសហរដ្ឋអាមេរិកនៅខែមីនាក្រោយពីមានការហោះប៉ះគ្នារវាងយន្តហោះចារកិច្ចរបស់អាមេរិកនិងយន្តហោះចម្បាំងរបស់ចិននៅថ្ងៃទី11ខែធ្នូចិនក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកឆ្នាំ2002ហ៊ូជីតាវក្លាយជាអគ្គលេខាធិការបកកុម្មុយនីសនាឱកាសសន្និសីទលើកទី16របស់បកនៅខែវិច្ឆិកាឆ្នាំ2003នៅខែមីនាហ៊ូជីតាវស្នងតំណែងប្រធានាធិបតីចិនស៊ឺមីងដែលនៅបន្តតំណែងជាប្រធានគណៈកម្មការយោធាមជ្ឈិមរបស់បកដោយនៅពេលនោះវិនជៀវប៉ាវឡើងធ្វើជានាយករដ្ឋមន្ត្រីជំនួសស៊ូរងជីឆ្នាំ2004ហ៊ូជីនតាវស្នងតំណែងប្រធានគណៈកម្មការយោធាមជ្ឈិមពីជៀងស៊ឺមីននឹងក្លាយទៅជាបរិះខ្លាំងនៃប្រទេសត្បិតកាន់កាប់អំណាចសំខាន់ទាំងអស់ដែលឡែកនៅតៃវ៉ាន់វិញចិនស៊ូបៀនជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ជាថ្មីម្ដងទៀតនៅខែឧសភាដល់ឆ្នាំ2005សាវជឿរៀងបានទទួលមរណភាពនៅខែមករាចិនបានអនុម័តច្បាប់ប្រឆាំងទៅនឹងកោះតៃវ៉ាន់ដែលធ្វើអបគមដំណើរឆ្ពោះទៅរកជោគជ័យអាញាធរសម្ពាធមហាទម្ងន់ទប់នឹងទន្លេយ៉ាងស៊ីនៅថ្ងៃទី20ខែមីនាក្រោយពីធ្វើការសាងសង់អស់រយៈពេល12ឆ្នាំនៅខែវិច្ឆិកាជំនួបកំពូលចិនអាហ្វ្រិកធ្វើឡើងជាលើកទី1បង្អស់នៅទីក្រុងប៉េកាំងដែលមានការចូលរួមពីសំណាក់បណ្ដាប្រទេសអាហ្វ្រិកចំនួន48បន្ទាប់មកនៅខែធ្នូទីផ្សារចិនត្រូវបានបើកចំហទទួលធនាគារបរទេសនៅឆ្នាំ2007ថ្ងៃទី11មករាចិនទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលកំទេចផ្កាយរណបថ្ងៃទី12ខែមេសានឹងជាលើកដំបូងបង្អស់ក្នុងរយៈពេល22ឆ្នាំចុងក្រោយនេះអ្នកដឹកនាំកម្ពុជាចិនម្នាក់គឺលោកនាយករដ្ឋមន្ត្រីវិនជៀវប៉ាវថ្លែងសន្ទរកថានៅចំពោះមុខសភាជប៉ុនចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី3បន្ទាប់ពីសហរដ្ឋអាមេរិកនិងជប៉ុននាឆ្នាំ2008នៅខែមីនាការបះបោរនៅទីបេបណ្ដាលឲ្យបាតកោស្លាប់ជាច្រើននាក់និងបើយោងតាមអាជ្ញាធរចិនបានប្រកាសថាបាតកោស្លាប់តែជាង100នាក់តែប៉ុណ្ណោះនៅថ្ងៃទី12ខែឧសភាគ្រោះរញ្ជួយដីនៅស៊ីឈួនបណ្ដាលឲ្យមានប្រជាជនស្លាប់ជាង 70,000 នាក់និងនៅថ្ងៃទី12ខែមិថុនាកិច្ចចរចាចិនតៃវ៉ាន់ផ្ដើមឡើងវិញក្រោយពីត្រូវបានផ្អាកអស់រយៈពេលជាង10ឆ្នាំចិននិងរុស្ស៊ីចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនជាស្ថាពរថ្ងៃទី8រហូតដល់ថ្ងៃទី24ខែសីហាចិនជាប្រទេសម្ចាស់ផ្ទះរៀបចំកីឡាអូឡ িম্প ិកថ្ងៃទី27ខែកញ្ញាជាលើកទី1បង្អស់ចិនបញ្ជូនអ្នកអវកាសម្នាក់ទៅកាន់លំហអាកាសនិងនៅខែវិច្ឆិកាដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលចិនសម្រេចចាយថវិកាប្រមាណជាង$455,000 លានដើម្បីផ្ដល់សន្ទុះដល់សេដ្ឋកិច្ចជាតិ2009នៅថ្ងៃទី8ខែមករាវិនជៀវប៉ាវទាមទារឲ្យមានសន្តិភាពធ្នាប់សេដ្ឋកិច្ចពិភពលោកមួយថ្មីដើម្បីប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុសកលនៅខែកក្កដាការប្រយុទ្ធគ្នារវាងជនជាតិ
អ្នកកាន់សាសនាឥស្លាមនិងពួកជាតិនិយមហាននៅអ៊ូរ៉ុនជីនិងនៅទីកន្លែងដទៃទៀតក្នុងតំបន់ស៊ីនជាងបណ្ដាលឲ្យមានមនុស្សស្លាប់ជិត200នាក់ឆ្នាំ2010នៅថ្ងៃទី1ខែមិនិនាដល់ថ្ងៃទី31ខែតុលាការតាំងពិព័រណ៍អន្តរជាតិនៅសៀងហៃទទួលបានទស្សនិកជន73លាននាក់នៅខែកញ្ញាចិននិងជប៉ុនទាស់ទែងគ្នាខ្លាំងដោយហេតុចំនួននៅកោះសេនកាគូឆ្នាំ2011នៅថ្ងៃទី20ខែមករាប្រធានាធិបតីហ៊ូជិនតាវបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកថ្ងៃទី14កុម្ភៈជាផ្លូវការចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី2នៅចន្លោះខែឧសភានិងខែមិថុនាភាពតានតឹងកើនឡើងជាខ្លាំងរវាងវៀតណាមនិងចិននិងហ្វីលីពីនដោយហេតុតែចំនួនទឹកដីនៅសមុទ្រចិនខាងត្បូងនៅខែធ្នូប្រជាជននៅវូកាន់នៅក្នុងខេត្តកុងតុងបានធ្វើបាតកម្មប្រឆាំងនឹងការរឹបអូសយកដីធ្លីពីសំណាក់អាជ្ញាធរនៅខែកញ្ញារដ្ឋាភិបាលផ្ដើមយុទ្ធនាការបង្កើតការត្រួតពិនិត្យប្រព័ន្ធអ៊ីនធឺណិតនិងចុងក្រោយឆ្នាំ2012នៅថ្ងៃទី4ខែមិនិនាចិនបានបង្កើនថវិកាយោធាប្រមាណ 11% សម្រាប់ឆ្នាំ2012បន្ទាប់ពីបានបង្កើន 12.7% សម្រាប់ឆ្នាំ2011និងនៅថ្ងៃទី15ខែមិនិនាបូស៊ីឡៃអ្នកដឹកនាំកំពូលម្នាក់របស់បកកុម្មុយនីសចិនត្រូវបានដកចេញពីតំណែង